អូខេសួស្តីអ្នកនរគ្នាថ្ងៃនេះយើងនឹងចូលមេរៀនបន្តទៀតទាក់ទងនឹងវិធីប្រកបភាសាចិនកាលពីមេរៀនទី1និងមេរៀនទី2យើងបានរៀនស្រៈចំនួន6រួចទៅហើយគឺស្រៈ A ស្រៈ O និងស្រៈ E ហើយស្រៈ E ស្រៈ U ហើយនិងស្រៈ U ហើយហ្នឹងយើងនឹងចូលអូខេអ្នកនរគ្នាថ្ងៃនេះយើងនឹងចូលមេរៀនបន្តទៀតគឺវិធីប្រកបភាសាចិនប៉ុន្តែថ្ងៃនេះយើងនឹងរៀនអានពាក្យម្ដងអញ្ចឹងតើតើនឹងពាក្យសម្លៀកបំពាក់អ្នកនរគ្នាអានថា 衣服នេះគឺជាស្រៈជញ្ញៈបូកស្រៈសម្លេងទី1យើងអាន e ដល់ពេលទី2នេះអក្សរជញ្ញៈ for ស្រៈ u for u fu 衣服ទី2គឺ u យ៉ានេះ u ស្រៈ u សម្លេងទី1អានេះ e បូក a យ៉ាសម្លេងទី1 u យ៉ាក្អែកពាក្យទី3គឺស្រៈ e នេះគឺស្រៈមាត់មូសម្លេងទី2យើងអាន ត្រីអូខេអ្នកនរគ្នាថ្ងៃនេះយើងរៀនតែ3ពាក្យទេចឹងអ្នកនរគ្នាអាចរៀនប្រកបតាមខ្ញុំបានជួបគ្នានៅវីដេអូក្រោយអរគុណ